ในครูหัดเอ็กខ្ញុំការជំងឺសេមន់គឺមានដុះដុំសាច់នៅតំបន់ប្រដាប់ភេទខ្ញុំប៉ុន្តែពេលដែលទៅពិនិត្យជាមួយនឹងគ្រួសារខ្ញុំទៅគឺគ្រួសារខ្ញុំអត់មានដុះដុំសាច់ទេតែខ្ញុំនៅតែផ្ទះមើលតែកូនហេតុអីបានខ្ញុំមានដុះដុំសាច់ហ្នឹងខ្ញុំឆ្ងល់មែនទេណាគ្រូចាអញ្ចឹងនៅត្រង់ចំណុចនេះនាងខ្ញុំអាចបកស្រាយចាពី3ចំណុចជូនទៅកាន់បងស្រីក៏ដូចជាបងនារីដទៃដែលគាត់កំពុងតែមានចាចម្ងល់ដូចគ្នាដែរអញ្ចឹងចំពោះករណីទី1ការដុះដុំសាច់សេមន់ចាគឺមានការឆ្លងតាមរយៈការរួមភេទចាដោយការប៉ះជាមួយនឹងស្បែកផ្ទាល់ទី2ការឆ្លងជំងឺសេមន់ក៏មានការឆ្លងតាមរយៈបន្ទប់ទឹកសាធារណៈរួមដែរបើសិនជាបងធ្វើប្រហែសអត់បានសម្អាតត្រឹមត្រូវចាមុនពេលដែលបងប្រើប្រាស់ក៏មានកត្តាមួយចំនួនដែលធ្វើឲ្យបងនឹងមានការឆ្លងដូចគ្នាដែរចាចំណុចទី3នោះការឆ្លងដុំសាច់សេមន់នេះក៏តាមរយៈកន្សែងជូតខ្លួនរបស់យើងដែរចឹងបើសិនជាបងឧទាហរណ៍ថាបងប្រើលុបឡំជាមួយនឹងអ្នកណាក៏ប្រឈមជាមួយនឹងការឆ្លងដូចគ្នាដែរហើយលើពីនោះការឆ្លងនៃជំងឺសេមន់ណាមិនមែនយើងឆ្លងភ្លាមហើយយើងចេញរោគសញ្ញាភ្លាមគឺអត់ទេបងប្អូនបានន័យថាពេលដែលយើងចាប់ដើមឆ្លងភ្លាមកន្លងរយៈពេលអាច2ខែទៅ3ខែឬទៅ6ខែយើងនឹងចេញមានរោគសញ្ញាមកហើយសម្រាប់បងប្អូនស្ត្រីខ្លះទៀតដែលគាត់មានប្រព័ន្ធការពាររាងកាយគាត់រឹងមាំណាចាគាត់អាចនឹងឈានចូលដល់1ឆ្នាំឬ2ឆ្នាំបានគាត់ចេញជារោគសញ្ញាហ្នឹងមកចាហើយជាពិសេសនៅក្នុងករណីមួយទៀតដែលគាត់សួរថាហេតុអីបានគ្រួសារខ្ញុំអត់ឃើញមានរោគសញ្ញាដូចខ្ញុំអញ្ចឹងចានៅក្នុងករណីនេះបើសិនជាបងប្រុសចាគាត់ធ្វើប្រហែសធ្វើឲ្យមានការឆ្លងជាមួយនឹងជំងឺដុំសាច់នេះជំងឺសេមន់នេះហើយគាត់ទៅបានរស់នៅជាមួយនឹងបងស្រីអញ្ចឹងក៏ធ្វើឲ្យបងស្រីគឺមានការឆ្លងហើយប្រព័ន្ធភាពស៊ាំរបស់មនុស្សប្រុសនិងមនុស្សស្រីគឺខុសគ្នាអញ្ចឹងមនុស្សប្រុសគឺតំបន់ប្រដាប់ភេទរបស់គាត់យើងអាចថាងាយស្រួលក្នុងការសម្អាតអត់មានកលុកកលៈញ៉ៃញ៉ៃដូចបកខាងនារីទេចាអញ្ចឹងបកខាងនារីបើសិនជាគាត់នៅជាមួយគ្នាហើយគាត់មិនបានលាងសម្អាតឲ្យបានត្រឹមត្រូវទេនឹងគឺធ្វើឲ្យតំបន់ប្រដាប់ភេទរបស់គាត់នឹងងាយនឹងតោងពពួកមេរោគលឿនជាងបុរសហើយម្យ៉ាងទៀតប្រព័ន្ធការពាររាងកាយរបស់ស្ត្រីក៏ងាយឆ្លងជាងបុរសផងដែរអញ្ចឹងបើសិនជាចំពោះការចេញរោគសញ្ញាអាចនឹងបងស្រីគាត់ចេញមុនបងបរោះអញ្ចឹងពេលដែលបងបរោះគាត់ទៅពិនិត្យមើលនៅលើតំបន់ប្រដាប់ភេទរបស់គាត់អត់មានឃើញដុំសាច់អីហ្នឹងអាចនឹងគាត់មានផ្ទុកពពួកមេរោគប៉ុន្តែគាត់អត់ទាន់ចេញជារោគសញ្ញាអញ្ចឹងជាដំណោះស្រាយបើសិនជាដៃគូម្នាក់ដែលគាត់មានផ្ទុកមេរោគសេមន់ហើយដៃគូម្នាក់ទៀតគាត់អត់ឃើញមានរោគសញ្ញាអញ្ចឹងគឺត្រូវដោះស្រាយទាំងពីរនាក់តែម្ដងអត់អាចដោះស្រាយតែម្នាក់ទេបើសិនជាបងប្អូនស្ត្រីគាត់ដោះស្រាយតែម្នាក់ឯងបានប៉ុន្តែគឺជាតែម្នាក់ឯងនៅជាមួយគ្នាគឺមានការឆ្លងទៀតអរគុណច្រើន